ពន្ធយល់ពាក្យសាក់ទិសសាក់សូរនៃពាក្យទុកទាំងពីរនេះតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះតោះមកមើលការបញ្យល់ជាមួយខ្ញុំទាំងអស់គ្នាចំពោះពាក្យទុកទី1នេះគឺតស្រអកនិងកអានថាទុកថ្នាក់ពាក្យវិជ្ជកិរិយាគឺចង់សំដៅទៅលើដាក់វត្ថុក្នុងទីណាមួយដើម្បីឲ្យគង់នៅឬរក្សាអ្វីឲ្យគង់ឧទាហរណ៍ទុកទ្រព្យទុកម្ហូបឲ្យទុកប្រាក់ឲ្យទុកដាក់របស់របរបន្តមកទៀតគឺពាក្យទុកទី2តដាក់ស្រអកនិងកជើងខអានថាទុកថ្នាក់ពាក្យវិជ្ជកិរិយាគឺសេចក្តីទុក្ខព្រួយសេចក្តីលំបាកកាយនិងចិត្តឧទាហរណ៍កើតទុក្ខមានទុក្ខក្នុងចិត្តឬសេចក្តីទុក្ខព្រួយដែលកើតចេញពីខាងក្នុងចិត្ត